បាទសួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះដែរខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាពីរបៀបកំណត់ font អក្សរខ្មែរឲ្យធំនៅក្នុង Telegram បាទអញ្ចឹងជាក់ស្ដែងយើងមើលនៅក្នុង Telegram របស់យើងនៅពេលដែលយើងមើលតាក់ទងនឹងអក្សរខ្មែរទៅគឺមានថាវាឃើញតូចបែបនេះបាទអញ្ចឹងនៅពេលដែលយើងធ្វើការតម្លើងតាក់ទងនឹង Telegram មុនដំបូងអញ្ចឹងនៅពេលដែលយើងចូលទៅlogin តាក់ទងនឹង user ឬក៏បង្កើត account អីចឹងពេលយើងមើលតាក់ទងអក្សរខ្មែរគឺវាឃើញតូចបែបនេះបាទអញ្ចឹងដើម្បីដោះស្រាយបញ្ហានេះអ្នកនរគ្នាអាចធ្វើតាមខ្ញុំបានអញ្ចឹងមុនដំបូងអ្នកនរគ្នាគ្រាន់តែចូលទៅក្នុងកន្លែងនេះកន្លែង tray 3កន្លែងនេះមកបាទហើយបន្ទាប់មកកន្លែងនេះយើងយកពាក្យ setting បាទបន្ទាប់ពីចូលទៅកន្លែង setting ហើយអ្នកនរគ្នាអាចចូលទៅកន្លែងនេះ chart setting បាទបន្ទាប់ពីអ្នកនរគ្នាចូលទៅកន្លែង chart setting ហើយអ្នកនរគ្នាមកមើលកន្លែងនេះមកនេះតាក់ទងនឹងផ្ទាំងកន្លែងយើងចូលទៅកន្លែង chart setting ហ្នឹងបាទហើយអ្នកនរគ្នាស្វែងរកកន្លែងពាក្យនេះ font family បាទអញ្ចឹងកន្លែងនេះដោយសារវាជាប់តាក់ទងនឹង default កន្លែងនេះបាទអញ្ចឹងកន្លែងនេះឧទាហរណ៍ថាយើងចង់បង្ហាញតាក់ទងនឹង font ភាសាអក្សរខ្មែររបស់យើងហ្នឹងឲ្យវាធំអញ្ចឹងយើងអាចកំណត់តាក់ទង font ខ្មែររបស់យើងមកឧទាហរណ៍ថាមាន font អីខ្លះមាន font ខ្មែរ OS ខ្មែរ OS សៀមរាបខ្មែរ OS បាត់ដំបងឬក៏តាក់ទងនឹងខ្មែរ OS content អញ្ចឹងទៅបាទអញ្ចឹងយើងពេញចិត្តតាក់ទងនឹង font មួយណាឆ្លាញ់ font មួយណាយើងអាចធ្វើការselect យក font មួយហ្នឹងទៅបាទឥឡូវឧទាហរណ៍តែកន្លែងនេះខ្ញុំដាក់ font អូខេចឹងកន្លែងនេះខ្ញុំដាក់ font ខ្មែរ OS ចឹងយើង select មើលទៅនេះមានអីខ្លះឧទាហរណ៍ថាខ្ញុំដាក់ font ខ្មែរ OS បូកគោចឹងទៅបាទតោះមកយើង select ទៅលើវាហើយយើងធ្វើការចុច save ហើយតោះមកយើងធ្វើការ restart តាក់ទង Telegram នឹងមួយមកយើងធ្វើការចុច restart មួយមកបាទអញ្ចឹងយើងធ្វើការរងចាំបន្តិចបាទបន្ទាប់ពីយើងធ្វើការដំឡើងហើយយើងមើលទៅឃើញថាតាក់ទងនឹង font អក្សរខ្មែររបស់យើងហ្នឹងគឺវាឃើញធំមែនតើបាទអញ្ចឹងតាក់ទងការសរសេរនេះគឺយើងមកឃើញធំទាំងអស់បាទហើយក្នុងវីដេអូនេះដែរគឺមានតែប៉ុណ្្នឹងទេបាទអរគុណសម្រាប់ការតាមដានវីដេអូនេះផងដែរបាទ